បងប្អូនណាខ្លះដែលចូលចិត្តមុខមនុយនេះបង្គាអប់អំបិលហើយទៅកំងនៅហាងគេញ៉ាំអត់ចេះឆ្អែតទេពួកឯងមកចាំបាន2គ្រាប់6គ្រាប់អីហ្នឹងហើយញ៉ាំអត់ឆ្អែតទេឥឡូវមកមើលមុខវីដេអូនេះខ្ញុំបរៀនធ្វើពីបង្គាអប់អំបិលហើយរសជាតិនេះគឺងាយស្រួលញ៉ាំហើយយើងធ្វើខ្លួនឯងយើងញ៉ាំស្និទ្ធមាត់ជាងបងប្អូនឃើញដាក់អំបិលច្រើនចឹងប៉ុន្តែអត់ប្រៃណាហើយបង្គាអប់អំបិលនេះរសជាតិវាផ្អែមសាច់បង្គាផ្អែមហ្មងឆ្ងាញ់ដូចប្រមិនអប់អំបិលអញ្ចឹងគឺឈ្ងុយហ្មងឈ្ងុយប្រហើរជាមួយនឹងក្លិនស្ករត្រីស្លឹកក្រូចសើចបងប្អូនឈ្ងុយហើយវាអត់ក្លិនឆ្អាបបង្គាអត់ដូចពេលយើងសោះជើងខ្លាំងស្រួលហ្នឹងអត់ថាធ្វើត្រូវហ្នឹងគឺឆ្អាបក្លិនបង្គាទៀតសម្រាប់បង្គាពេលដែលយើងរៀបចំចឹងរួចហើយចាប់ផ្ដើមរោយអំបិលពីលើមកតង់ទៀតព្រោះយើងអប់កាលណាយើងអប់គឺយើងដាក់ទាំងលើទាំងក្រោមណាបងប្អូនហើយគល់ខេដែលនៅហ្នឹងគឺយើងប្រហើយអត់ទៅជាមួយស្លឹកក្រូចសើចហើយសម្រាប់ការអប់បង្គានេះគឺខ្ញុំធ្វើរយៈពេលត្រឹមតែប្រហែលជា5ទៅ6នាទីទេហើយកម្លាំងភ្លើងរៀងល្មមដែរកុំខ្លាំងពេកយើងខ្លាចវាខ្លោចចឹងណាហើយរួចរាល់បាត់ទៅហើយព្រោះបង្គាយើងអប់រយៈពេល5ទៅ6នាទីហ្នឹងគឺសាច់វាល្មមឆ្អិននិយាយទៅផ្អែមឆ្ងាញ់អត់ឆ្អិនខ្លាំងទេអញ្ចឹងយើងញ៉ាំទៅសាច់យើងនៅឆ្ងាញ់ណាបងប្អូនឃើញអត់ឥឡូវហើយបាត់ហើយហ្នឹងងាយស្រួលធ្វើទេហើយសំខាន់យើងច្រោះតែជាមួយនឹងទឹកត្រីកោះកុងរបស់ហាក់ហេងមកជាតិយកទៅណាមកអស់ចាឲ្យបងប្អូនកុំភ្លេចបើសិនជាបងប្អូនមានតម្រូវការខាងទឹកប្រឡាក់សាច់ទឹកកាពិជាមួយនឹងទឹកប្រហុកហើយជាមួយនឹងទឹកអំបិលម្រេចនិងទឹកត្រីកោះកុងអាចរកទិញបានខាងបងប្អូនណាអរគុណច្រើនបង